ចាប់ផ្ដើមឡើងនៅសេរីដំបូងរបស់យើងក៏បានឲ្យឃើញជាមួយនឹងកាប់ចាក់ឡើងរបស់បរិមម្នាក់ដែលមានឈ្មោះថាស៊ីនយ៉ាងនៅទីនោះក៏មានបរិមម្នាក់ទៀតដែលគេកំពុងតែព្យាយាមដោះស៊ីនយ៉ាងនឹងឯងគេក៏ពិតជាមានកាប់ចាប់ឲ្យចំពោះទស្សនវិជ្ជាដែលមិនដឹងហាន់ទីនេះគឺជាកន្លែងណានោះឡើយជាពិសេសក៏បានឃើញជាមួយនឹងអាប៉ែនឹងក៏គេរត់តែលេខស្គាល់ទៀតថាមិនដឹងជាណានោះទេរត់ស៊ីនយ៉ាងក៏បានចាប់ដើមសម័យជាមួយរូបភាពមុននឹងគេមកដល់ទីនេះនៅក្នុងសាលារៀនគេគឺជាយុវជនម្នាក់ដែល slot boat សភាពរិះសាមិនសូវចូលចិត្តនៅក្នុងការបង្កបញ្ហានោះទេប៉ុន្តែគេតែងតែចូលចិត្តនៅក្នុងការញាស់ទៅកាន់អូស្ត្រាលីម្នាក់ដែលមានឈ្មោះថាសៀវមីនៅពេលនោះគេបានឲ្យកដោមួយទៅកាន់នាងនៅពេលនាងបើកមកគឺជាសត្វកណ្ដោតូចមួយធ្វើនាងគឺពិតជាខឹងទៅកាន់ស៊ីនយ៉ាងរួចហើយគេចាប់ដើមរុញស៊ីនយ៉ាងទៅកណ្ដាលផ្លូវធ្វើឲ្យគេត្រូវបានឡើងបុកប៉ាំងឬក៏បានសន្លប់បាត់ទៅហើយនៅពេលនោះគឺគេមិនដឹងអ្វីទាំងអស់ប៉ុន្តែសត្វពេកដឹងខ្លួនឡើងគឺនៅទីកន្លែងនេះតែម្ដងអាប៉ែដែលនៅចិត្តស៊ីនយ៉ាងបាននិយាយទៅកាន់គេថាខ្ជុកខ្ជះខ្ជាយពេលវេលាទៀតទៅនៅពេលនេះគឺពួកយើងតម្រូវឲ្យរកជាមួយនឹងរបស់ម្យ៉ាងដែលមានឈ្មោះថាហ៊ូតាស៊ុយនឹងចាក់ចេញពីទីកន្លែងមួយនេះមុនពេលមេឃងងឹតបានដូច្នោះពួកគេនឹងត្រូវស្លាប់ក្រោមសន្តាយរបស់ពពួកមួយក្រុមដែលមានបងធំឈ្មោះជីសៃដូច្នេះហើយស៊ីនយ៉ាងគេមិនបានផាត់ភ័យនោះទេគេគឺជាមនុស្សម្នាក់ដែលមិនងាយទទួលរងជាមួយនឹងការសម្លុតឬក៏ខ្លាចអំពីពួកណានឡើយបើហ៊ានគេនឹងអាចកំដរបាននៅពេលនោះក៏ស្រាប់តែលេចឡើងជាមួយនឹងក្របីបិសាចមួយវាចាប់ផ្ដើមចេញមកនៅក្នុងការចង់ប្រយុទ្ធជាមួយនឹងស៊ីនយ៉ាងអាប៉ែនេះក៏បានឃើញចឹងមានការផ្សាប់អាយយ៉ាងខ្លាំងក៏ដូចជាភ័យផងដែរថាវាគឺជាសត្វដ៏កាចសាហាវនិងមានកម្រិតទី2គ្នាយើងសុំហៅឈ្មោះអាប៉ែនឹងថាអាប៉ែក្បាលតឡោកទៅព្រោះរឿងអត់តាមប្រាប់ផងខ្ញុំពិបាកហៅមែនទែនអញ្ចឹងបើហៅតាមនឹងទៅវារៀនស្រួលហៅបន្តិចស៊ីនយ៉ាងចាប់ផ្ដើមប្រមូលអារម្មណ៍ក៏ដូចជាធម្មពលរបស់គេនៅក្នុងការត្រៀមប្រយុទ្ធជាមួយនឹងក្របីបិសាចនោះនឹងនិយាយទៅកាន់អាប៉ែក្បាលតឡោកថាកុំភ័យអីនៅពេលនេះគេក៏បានរកឃើញជាមួយចំណុចខ្សោយរបស់វាហើយដែលនោះគឺជាកន្លែងនៃផ្នែកគូរបស់វាបន្ទាប់មកស៊ីនយ៉ាងបានបញ្ជាឲ្យអាប៉ែក្បាលតឡោកហក់ទៅដើម្បីប្រយុទ្ធជាមួយនឹងក្របីបិសាចហក់ទៅនឹងប៊ីត្រូវក្លេរបស់ក្របីឯងតែមានណាគេបានគេទាន់នឹងចាប់ដើមវាយតម្រូវទៅលើគូរបស់វាដែលធ្វើក្របីវាឡើងកំហុសមុខ system របស់ស៊ីនយ៉ាងបាននិយាយទៅកាន់គេថានៅពេលនេះកំហឹងរបស់ក្របីវាបានកើនឡើងរហូតដល់ 50% ហើយប្រសិនបើកំហឹងនេះវាឡើងដល់ 70% នោះវាអាចនឹងធ្វើឲ្យពួកគេមានបញ្ហាប្រឈមកាន់តែខ្លាំងស្រាប់ពេលនោះសក្បីវាព្យាយាមនៅក្នុងការចង់លួចឈ្មោះវាទៅកាន់អាប៉ែបាត់ឡោប៉ុន្តែគេបានគេទល់មិនអីនោះទេព្រោះពេលហ្នឹងក៏បានប្រមូលធម្មពលរបស់គេលើកទី2វាយទៅកាន់គូរបស់វាមួយខាងទៀតកំហឹងរបស់ក្របីវាបានកើនឡើងរហូតដល់ 80% ឯណោះហើយការភ័យខ្លាចរបស់អាប៉ែបាត់ឡោគឺឡើងរហូតដល់ 65% ហើយដូច្នេះវាជាពេលដែលគេត្រូវបញ្ចេញសមត្ថភាពនៅក្នុងការទប់ទល់ជាមួយនឹងក្របីបិសាចតែម្ដងខណៈពេលដែលក្របីព្រៃនោះវាចង់រត់មកយ៉ាងលឿននៅក្នុងការបបុកទៅកាន់អាប៉ែបាត់ឡោត្រូវបានស៊ីនយ៉ាងបោះសម្បកចេកដែលធ្វើអាប៉ែនោះដួលព្រុសនៅដីដែលធ្វើអាប៉ែនឹងក៏ពិតជាឆ្កល់មែនទែនតើសម្បកចេកមកពីណាវិញក្របីបិសាចបានមកដល់ចិត្តអាប៉ែបាត់ឡោឯងស្រាប់មនុស្សស៊ីនយ៉ាងបាននិយាយទៅកាន់វាថាកុំភ័យអីកូនប៉ាមកជួយខ្លួនឯងហើយបន្ទាប់ពីនេះក៏បានប្រើប្រាស់ធម្មពលរបស់គេបំលែកខ្លួនបង្កើតបានជាអាវក្រមួយនឹងធ្វើឲ្យគេនៅពេលនេះចាប់ផ្ដើមមានកម្លាំងកាន់តែខ្លាំងរហូតដល់ជំនាញកម្រិតស៊ីទៀតផងដល់តម្រង់ទៅរកសត្វក្របីបិសាចដែលវារៀបនឹងវាប្រហារទៅកាន់អាប៉ែបាត់ឡោហើយត្រូវបានស៊ីនយ៉ាងដាក់ម្ដាយធ្វើឲ្យវានៅពេលនេះដាច់ចំកន្លែងស្នែងរបស់វានោះប្រៀបបានដូចជានំអន្សមគេកាត់ជាកង់អញ្ចឹងណាហើយការយកឈ្នះទៅលើសត្វក្របីនេះក៏បានធ្វើឲ្យគេបង្កើនជំនាញរបស់គេកាន់តែខ្លាំងជួយឲ្យណាអាប៉ែបាត់ឡោចាប់ដើមមកអោបជាងគេដែលបាននិយាយថាបើសិនបើគ្មានស៊ីនយ៉ាងគេនឹងប្រហែលជាស្លាប់នៅទីនេះឯងស៊ីនយ៉ាងបានឯងក៏បានអាប៉ែនោះដែលបាននិយាយថាមិនអីនោះទេដរាបណាមានខ្ញុំនៅទីនេះខ្ញុំធានាថាមិនឲ្យមានគ្រោះថ្នាក់ចំពោះឯងនោះឡើយបន្ទាប់មកពួកគេទៅពីរងចាំអំពីការផលិតជាមួយរូបរាងដែលគេបានសម្លាប់នៅសត្វក្របីបិសាចនេះថាតើវាទទួលបានអ្វីទៅយ៉ាងហ្នឹងឯងវាពិតជាអស្ចារ្យមែនទែនដែលពួកគេទទួលបានជាមួយនឹងភ្លើងតៃស៊ុយដែលជាគោលដៅរបស់ពួកគេនៅក្នុងការតាមស្វែងរកនឹងឯងនេះពិតជាសមរកអូប្រទេសជាក្រាំងហ្គាសមែនដែលពួកគេទៅពីគឺអត់ដឹកស្មានសោះហ្មងថាតើហេតុអីបានជាពីនៅក្នុងសត្វដេរឆាននឹងទៅវិញមិនតែប៉ុណ្ណោះស៊ីនយ៉ាងបានប្រទះឃើញជាមួយនឹងថងឈាមបិសាចដែលវាក៏ពិតជាមានមេរោគក៏ដូចជាមានពឹសពុលមែនទែនដោយដឹងថាជីសៃគឺជាមនុស្សអាក្រក់ដូច្នេះហើយគេចាត់ធ្វើបាបវាដោយយកអាឈាមរបស់បិសាចហ្នឹងបំបែកធ្វើឲ្យឈាមនោះវាហូរទៅចំជាមួយនឹងតៃស៊ុយគឺជាដុំធម្មពលមួយដែលពេលលេបទៅគឺធ្វើឲ្យអ្នកនោះគឺមានកម្លាំងកាន់តែខ្លាំងប៉ុន្តែនៅពេលនេះដែលមានការចូលរួមអំពីធម្មពលក៏ដូចជាឈាមរបស់បិសាចធ្វើឲ្យតៃស៊ុយនៅពេលនេះមិនមែនសុទ្ធនោះទេបន្ទាប់មកពួកគេទាំងពីរបានយកតៃស៊ុយនេះទៅឲ្យមេតំបន់ដែលជាជីសៃនឹងឯងដើម្បីចាក់ចេញពីទីនេះមុនពេលមេឃងងឹតអបតែគេយកឲ្យនោះមិនគិតយូរនោះទេបានដាក់ចូលមាត់ក្អឿសាច់ម្នាក់ឯងយ៉ាងជឿជាក់ថានៅពេលនេះគេអាចធ្វើវាបានហើយតាមពិតទៅជីសៃវាចង់បានដុំមួយនេះនៅក្នុងការបំបែកធម្មពលរបស់វាឈានដល់កម្រិតទី3ពួកអដៃនៃជាកូនចៅក៏បានចាប់ដើមហូរកញ្ជ្រៀវចំពោះការជោគជ័យរបស់មេរបស់ពួកគេស្របពេលជាមួយគ្នានឹងផងដែរនៅទៅពេលណាវិញក៏បាននាំគ្នាលុចសោយហើយនៅពេលនេះពួកគេ
គឺបានចាត់ចេញពីទីនេះបានសម្រេចគេបានត្រឡប់មកដល់ទីក្រុងហើយក៏ដូចជាផ្ទះរបស់គេកាលពីអតីតកាលគេបានសម័យថានៅពេលនោះគឺមានការវិប្រហារធ្ងន់ធ្ងរអំពីពុទ្ធបរិស័ទកំឡុងពេលនោះជាអកុសលពងដៃរបស់គេក៏ដូចជាយាយតារបស់គេត្រូវបានស្លាប់ហើយនេះគឺជាកត្តាមួយនៅក្នុងការជំរុញឲ្យគេតាំងចិត្តមោះមុតមហិច្ឆតាដ៏ធំនៅក្នុងការសងសឹកក៏ដូចជាសម្លាប់ពុទ្ធបរិស័ទនៅលើផែនដីទាំងអស់ដើម្បីសងនឹងសេចក្តីឈឺចាប់របស់គេឬក៏បានចូលក្នុងផ្ទះនិងអង្គុយលើសាឡុងដែលស្របពេលនោះក៏ស្រាប់តែទូរស័ព្ទក៏បានរੂដែលនេះគឺជាការខករបស់អបិក្បាលតឡោកហ្នឹងឯងបិក្បាលតឡោកបានផ្ដល់ព័ត៌មានទៅកាន់សៀនយ៉ានថានៅកណ្ដាលក្រុងនៅពេលនេះចាប់ផ្ដើមមានការវិប្រហារធ្ងន់ធ្ងររវាងពុទ្ធបរិស័ទហើយវាក៏ជាទូនាទីរបស់សៀនយ៉ានក្នុងការទប់ទល់ផងដែរមិនគិតយូរសុនសានសញ្ញាំច្រើនគេក៏បានចាប់ផ្ដើមចេញផ្ទះរបស់គេដល់តម្រង់ទៅកន្លែងរបស់បរិស័ទនោះកំណងពេលដែរគេក៏បាននិយាយពាក្យមួយទៅកាន់ខ្លួនឯងថាមានការប្រយុទ្ធគឺមានន័យថាមានឱកាសកាន់រឹងមាំដូច្នេះហើយនៅពេលដែលមានជាមួយនឹងគូស្ត្រីកិច្ចការគេតែងតែចូលចិត្តនៅក្នុងការប្រយុទ្ធជាមួយពួកវាបើងាកទៅមើលជាសៃណូវិញនៅពេលនេះកំពុងតែសង្គ្រោះបន្ទាន់នេះនឹងពិតជាខឹងទៅកាន់សៀនយ៉ានខ្លាំងមែនទែនមិនគួរណាស់ចំបោកវាសោះហើយនៅពេលនេះសៀនយ៉ានក៏បានមកជួបជាមួយនឹងអបិក្បាលតឡោកនិងបានឃើញកតភាពវិប្រហាររបស់ពុទ្ធបរិស័ទដែលនោះគឺជាការវិប្រហាររវាងបពួកមនុស្សមួយក្រុមជាមួយនឹងបពួកសត្វមួយក្រុមអបិដែលកំពុងប្រយុទ្ធនឹងគឺពិតជាមានការឆ្លងខ្លាំងមែនទែនថាដែលបានជាពួកគេទាំងពីរមើលនឹងភ្នែកហើយមិនចេះជួយគេអញ្ចឹងដែលសៀនយ៉ានបានដឹងផងដែរថាពួកនឹងមិនមែនជាមនុស្សល្អនោះទេគឺជាបុគ្គលដែលតែងតែលួចវាឆ្មក់ក៏ដូចជាប្លន់ដតីជារឿយៗតែបាននិយាយទៅកាន់វាថាឆ្មក់ទីនេះដើម្បីធ្វើជា fan តែប៉ុណ្ណោះនៅពេលដែលពួកឯងប្រយុទ្ធគ្នាមិនតែប៉ុណ្ណោះគេបានអង្គុយទៅលើបងញ៉ាំពុកផ្ទុះដូចទៅមើលកុនអញ្ចឹងការប្រកួតក៏បានចាប់ដាំឡើងដល់ពេលមុននឹងក៏បានបង្កើតជាមួយរនាំងការពារមួយដើម្បីទប់ទល់នៅពេលនោះស្រាប់តែសត្វចោវាបោរមកបុកមកកាន់គេធ្វើអបិនឹងក៏បានប៉ោយទៅខាងក្រោយហើយជាយ៉ាននៅវិញចាប់ដាំតែដៃសបាយអអអញ្ចឹងទៅលើពីនេះទៅទៀតគេបានថែមទាំងបញ្ជូតទៅកាន់អបិបាត់តឡោកអំពីស្នៀតរបស់សត្វបិសាចនោះទៀតក៏ដូចជាស្នៀតរបស់អបិនោះទៀតថាមួយណាដែលគួរយកតាមនិងមួយណាទៀតដែលមិនគួរយកតាមយទៅមួយយ៉ាងរបស់គេដែរកូនចៅរបស់អបិក្បាលក្រហមមកយុទ្ធមិញហ្នឹងក៏បាននិយាយទៅកាន់សៀនយ៉ានតើអាចចង់ស្លាប់មែនទេបើជាលេចសើចជាមួយទស្សនវិជ្ជាបែបនេះសៀនយ៉ាងបានខ្វាយខ្វល់អំពីពាក្យសម្ដីរបស់ពួកវានោះទេហើយនៅពេលនេះការប្រយុទ្ធក៏បានបន្តទៀត system ក៏បាននិយាយទៅកាន់សៀនយ៉ានឲ្យបានដឹងថាសត្វចោដែលកំពុងតែវិប្រហារនៅពេលនេះរាងកាយរបស់វាជិតអស់កម្លាំងហើយក៏ជាការល្អរបស់សៀនយ៉ាងនៅក្នុងការស៊ីប៉ែពួកវាផងដែររួចក៏បានបោះពុកផ្ទុះឲ្យទៅកាន់អបិបាតឡោកដល់តម្រង់ទៅចិត្តពួកវាចាប់ដាំបំលែងធម្មពលបង្កើតជាដួងវិញ្ញាណរបស់ខ្មោចជាច្រើនរួចបានទៅសម្លាប់សត្វចោបានសម្រេចហូទៅស៊ុយក៏បានហោះមកក្នុងដៃរបស់សៀនយ៉ានជាភាពជោគជ័យរបស់គេផងដែរដែលនៅពេលនេះអាចទម្លុះដល់កម្រិតទី2និងទទួលបានការកោតសរសើរយ៉ាងខ្លាំងអំពីអបិបាតឡោកពេលរំពេចនោះកំហុសដ៏ខ្លាំងមុំមុតដ៏ធំបំផុតរបស់បពួកដែលប្រយុទ្ធចំណៃនោះវាពិតជាខឹងទៅកាន់សៀនយ៉ានមែនទែនពីខំយុទ្ធឡើងមួយថ្ងៃឯងមកដល់ស៊ីប៉ែគេចឹងអាណាមិនខឹង system បានបង្ហាញអំពីការអន់ចិត្តរបស់ពួកវាទាំង3តែថានៅពេលនេះគឺបានឡើងរហូតដល់ 80% អបិបាតឡោកក៏ពិតជាភ័យមែនទែនគេ3នាក់យីទៅ2នាក់ទប់ទល់ជាមួយគេមិនឈ្នះប៉ុន្តែសៀនយ៉ាងបាននិយាយទៅកាន់គេថាកុំភ័យអីហើយគេធ្លាប់និយាយផងដែរថាដរាបណាគេនៅទីនេះគេមិនឲ្យឯងស្លាប់នោះទេសម្ដីក៏ដូចជាការនិយាយរបស់គេគឺមិនមែនមានន័យថាគេនៅប្រយុទ្ធជាមួយនឹងពួកវានោះឡើយផ្ទុយទៅវិញគេបានចាប់ផ្ដើមប្រើជាមួយនឹងជំនាញ Shadow War កម្រិត B ដែលមានន័យថាជំនាញរត់អត់ស្រមោលក្នុងការរត់គេចចាក់ចេញពីទីនេះជាហេតុដែលធ្វើឲ្យបពួកមួយក្រុមនេះក៏បិទជាមានការខឹងសម្បត្តិកាន់តែខ្លាំងនិងបានសន្យាជាមួយនឹងខ្លួនឯងថាគេនឹងមិនធ្វើជាមនុស្សនោះទេបើសិនជាគេមិនអាចសម្លាប់សៀនយ៉ានបាននៅពេលនេះពួកគេបានមកដល់ឆ្ងាយនិងចាប់ផ្ដើមឈប់អបិបាតឡោកបាននិយាយទៅកាន់សៀនយ៉ានថាបើតាមមកទៅកំហឹងរបស់ពួកវានៅពេលនេះកំពុងតែកាន់ឡើងខ្លាំងនៅក្នុងការចង់សម្លាប់ពួកយើងសៀនយ៉ានតែនិយាយទៅដែរចឹងថាកុំភ័យអីរឿងទាំងអស់នេះទុកឲ្យគេជាអ្នកចាត់ការដល់ទៅខាងមុខនៅពេលនេះក៏ស្រាប់តែឮសំឡេងនៃការស្រែកកំហុសយ៉ាងខ្លាំងដូចជាគេជួបគ្នាអញ្ចឹងសំឡេងនេះគឺឮចេញមកអំពីសន្តាគារមួយដោយកតាចង់ដឹងរឿងគេផងនោះពួកគេទាំងពីរក៏បានទៅដល់កន្លែងមួយហ្នឹងទៅដល់ភ្លាមពួកគេក៏បានជួបមនុស្ស2 3នាក់ចាប់ផ្ដើមសួរថានៅទីនេះមានរឿងអីកើតឡើងជាការឆ្លើយតបរបស់អបិយាមការបាននិយាយថានៅក្នុងរោងចក្រនេះកំពុងតែមានភាពចលាចលដោយសារតែមានបិសាចកំពុងតែអត់ឡុកមិនត្រូវច្បាប់បានបញ្ជាឲ្យកូនចៅទៅកម្ចាត់ពួកវាប៉ុន្តែគ្មាននរណាម្នាក់ហ៊ានទៅនោះទេតែនេះហើយគឺជាមូលហេតុដែលបានធ្វើគាត់នៅពេលនេះគឺពិតជាមានការខឹងខ្លាំងមែនទែនចំពោះកូនចៅដល់អបិនឹងក៏ចង់ឲ្យសៀនយ៉ាងរបស់យើងនឹងទៅសាកល្បងនិយាយជាមួយនឹងគាត់ដើម្បីឲ្យគាត់នឹងសប្បាយចិត្តឬក៏មានន័យថាឲ្យសៀនយ៉ាងរបស់យើងនឹងសាកល្បងទៅប្រយុទ្ធជាមួយនឹងបិសាចនោះទៅអបិសក់ក្រហមបានសរសើរប៉ុន្តែអបិសក់ពណ៌ស្វាយបានប្រអាប់ទៅកាន់គេថានៅគ្មានចេះស្អីទេកុំពឹងវាអីដល់ពេលចឹងហើយទៅបោះអបិក្បាលតឡោកចាប់ដើមចេញមកកាងថតនេះបានជាឯងចិត្តតែមើងងាយមនុស្សបែបនេះទៅវិញមិនទាន់ឃើញសមត្ថភាពរបស់គេផងបែរជីវិត
តម្លៃគេមុនអញ្ចឹងតែឯងមិនដឹងទៀតថាស៊ីនយ៉ាងគឺទម្លុះដល់កម្រិតទី2ហើយប្រាដឺដល់ពួកវានៅតែបន្តសោយចំអកទៅកាន់ស៊ីនយ៉ាងដដែលហើយគេក៏បានចាប់ផ្ដើមនិយាយថាគ្មានអ្នកណាហ៊ានទៅមែនទេអូខេខ្ញុំនឹងទៅប្រយុទ្ធជាមួយនឹងវាដូច្នេះក៏បានធ្វើពួកគេទាំងអស់រួមទាំងជាមួយនឹងពេកបាត់ឡោក៏ពិតជាមានការផ្សិបអាខ្លាំងមែនទែនរួចគេក៏បានចាប់ផ្ដើមដើរបន្តទៅបន្ទប់របស់មន្ត្រីច្បាប់ទៅដល់ភ្លាមគាត់ក៏បានសួរទៅកាន់គេថាតើមានឈ្មោះអីដល់ពេលគេប្រាប់ថាឈ្មោះស៊ីនយ៉ាងទៅគាត់ក៏ពិតជាមានការផ្សិបអាផងដែរដោយសារតែគាត់ក៏ស្គាល់ស៊ីនយ៉ាងរបស់យើងពីមុនដូចគ្នាចំណែកគាត់ក៏មានឈ្មោះថាពូឆៃនិយាយរឿងរ៉ាវដែលតាក់ទងជាមួយនឹងការដែលគេចង់ទៅកម្ចាត់បិសាចដែលធ្វើឲ្យពូឆៃក៏ពិតជាមានការព្រួយបារម្ភខ្លាំងមែនទែនហើយប៉ះពាល់ទៅដល់អាយុជីវិតរបស់គេបើទោះបីជាគាត់ខំភ័យក៏ដូចជានិយាយបញ្ចុះបញ្ចូលមិនឲ្យស៊ីនយ៉ាងតែយ៉ាងម៉េចក៏ដោយគឺថាគេមិនព្រមនោះទេគោលដៅសំខាន់គឺទៅសម្លាប់បិសាចព្រោះគេគឺជាអ្នកការពារទីក្រុងដោយហេតុនេះគឺជាមហិច្ឆតាដ៏ធំរបស់ស៊ីនយ៉ាងពូឆៃមិនអាចខាត់បានដូច្នេះគាត់បានសម្របខ្លួនតាមស៊ីនយ៉ាងហើយចាប់ផ្ដើមផ្ដែផ្ដាំទៅកាន់គេប្រសិនបើជួបគ្រោះថ្នាក់មិនអាចវាតទៅកាន់វាបាននោះទេសូមឲ្យបញ្ចប់បញ្ញាចេញពីទីនោះឲ្យបានលឿនលាពូឆៃក៏ដូចជាបានចេញមកខាងក្រៅដើរតម្រង់ទៅកាន់រោងចក្រដើមមួយស្របក់នៅពេលនេះមេចាប់ផ្ដើមងងឹតបានលេចវត្តមានជាមួយនារីម្នាក់ចេញមកប្រដាប់នៅកំភ្លើងជាប់នឹងដៃប្រយុទ្ធតតាំងក៏ដូចជាបាញ់ប្រហារទៅកាន់បពុបិសាចដែលជាសត្វចចកនោះឯងធ្វើពួកវាងាប់ចិត្តអស់ហើយរំលឹកជាមួយនឹងថាមពលភ្លើងជាប់នឹងខ្លួនរបស់គេចុងក្រោយបានសម្លាប់ពួកវាដេកអស់ទៅស៊ីនយ៉ាងឃើញចឹងហើយក៏ពិតជាមានការងើយឆ្ងល់ខ្លាំងមែនទែនថាគេទៅគឺជាប្រុសហ៊ានបន្ថយចូលទីនេះដោយម្នាក់ឯងប៉ុន្តែនាងគឺជាស្រីបើជាហ៊ានចូលមកទីនេះម្នាក់ឯងដូចគេអញ្ចឹងរួចគេចាប់ដើមដើរកន្លងជុំវិញទីនេះដើម្បីស្គាល់នៅទីតាំងភូមិសាស្ត្រក្នុងពេលនោះគេឃើញសុទ្ធតែសាកសពដល់កន្លែងបំណែកនៃការបបាយអាគារមានប្រឡោះមួយបាំងឃើញនាងកំពុងតែប្រយុទ្ធជាមួយនឹងស្ដេចស្វាបើតាមមិនគិតគឺថាសត្វមួយនឹងហើយគឺជាសត្វដ៏កាចសាហាវបំផុតប្រចាំតំបន់មួយទីនេះក៏ដូចជាអុកឡុកនៅរោងចក្រនឹងឯងដែលរូបរាងរបស់វាមើលទៅបិទជាអំណាចយ៉ាងមហាសាលហ្មងដែលបានធ្វើអូនស្រីនោះមិនចាំបាច់សម្លាប់វានោះទេគ្រាន់ទប់ទល់ជាមួយនឹងវាក៏ពិបាកផងដែរតែឃើញកំភ្លើងកណ្ដុងមួយមិនឈ្នះនោះទេដូច្នេះចាប់ដើមប្រើកំណង2រួចក៏បាញ់វាប្រហារទៅកាន់វាជាការផ្សេបផ្អាជាលើទី2របស់ស៊ីនយ៉ាងបានកាត់ឡើងលទ្ធផលគឺមិនបានធ្វើឲ្យស្វានោះមានរបួសសំបីតែបន្តិចនៅឆ្លថាអីបានជាវាតាមឋានៈនឹងពេលនេះគឺជាការវិបោអំពីសត្វស្វាទៅកាន់អូនស្រីនោះវិញប្រើការភ្នែកបង្កើតបានដូចជាឡាស៊ែអញ្ចឹងបាញ់តម្រង់ទៅរកនាងវាស្លាប់ហើយប៉ុន្តែត្រូវបានស៊ីនយ៉ាងហក់ទៅជួយនាងទាន់ជាគេហ្នឹងប៉ុន្តែដែលគេចង់ជួយគឺមិនបានសប្បាយចិត្តនោះទេដែលនាងបានគិតថាស៊ីនយ៉ាងរបស់យើងនឹងចង់ទាញផលប្រយោជន៍អំពីនាងប៉ុន្តែប៉ុណ្ណោះនាងក៏បានដេកស៊ីនយ៉ាងឲ្យចាក់ចេញពីទីនេះទៀតស៊ីនយ៉ាងបានបញ្ជាទៅកាន់នាងថាគេមិនមានបំណងដូចនាងនិយាយនោះឡើយគឺគេមកទីនេះដើម្បីជួយនាងតែប៉ុណ្ណោះនាងតែបន្តនិយាយថាមិនត្រូវឲ្យគេទៅជួយនាងនោះទេព្រោះថាស៊ីនយ៉ាងមានត្រឹមតែកម្រិតទី2ឯនាងឯណោះមានកម្រិតទី3តែហេតុផលអីដែលមិនអាចជួយកម្រិតទី3បាននោះលើជាឲ្យស៊ីនយ៉ាងដឹងមានពាក្យអីតនោះទេដូច្នេះក៏បានចាប់ដើមដើរទៅអង្គុយមកកន្លែងរងចាំមើលនាងប្រយុទ្ធគ្នាដែលមិនហ៊ានលោកដៃនៅក្នុងការជួយនាងនោះទេការប្រយុទ្ធក៏បានបន្តទៀតហើយនាងក៏បានចាប់ផ្ដើមរៀបជាមួយនឹងក្របបែកម្យ៉ាងនៅលើដីជាច្រើនគ្រាប់បន្តមកទៀតបិសាចចាប់ដើមវាប្រហារទៅកាន់នាងប៉ោនៅខាងក្រោយហើយវាក៏បានជន់ទៅលើក្របបែករបស់នាងនោះអូខេគ្នាយើងអូនស្រីហ្នឹងគឺមានឈ្មោះថាឈិនយ៉ាឈិនស្រឿងទៅប្រាប់ហេមិនក៏ទៅដឹងនេះគ្នាដល់នៅពេលនេះនាងក៏បានចាប់ផ្ដើមប្រាថ្នាពលរបស់នាងចលើទី2បូករួមជាមួយនឹងកំភ្លើងដ៏ធំបាញ់ទម្លុះថ្ការបស់វាបណ្ដាលនៅពេលនេះចាប់ផ្ដើមរបួសជំនាញក៏បានចាប់ផ្ដើមបញ្ចូលទៅក្នុងរាងកាយរបស់នាងស៊ីនយ៉ាក៏បានដើរចូលមកនិងសុំនាងនៅក្នុងការប្រយុទ្ធជាមួយនឹងវាម្ដងថាតើជំនាញកម្រិតទី2ជាមួយនឹងកម្រិតទី3មួយណាខ្លាំងជាងប្រដម្រងទៅទល់មុខជាមួយនឹងបិសាចបំលែងធម្មពលបង្កើតបានដូចជាកប់ផ្នែកមួយអញ្ចឹងឬក៏បានបញ្ជាហោះទៅរកសត្វស្វានោះបំផ្ទុះវាទៅជាហេតុធ្វើឲ្យកញ្ញាយ៉ាឈិននៅពេលនេះពិតជាមានការស្ជិបអាក៏ដូចជាហួចចិត្តមែនទែនចំហើយធម្មពលទាំងអស់របស់បិសាចចាប់ដើមភីចូលក្នុងខ្លួនរបស់គេក្នុងការសម្រាប់អភិវឌ្ឍជាមួយនឹងកម្រិតរបស់គេបន្ថែមទៀតពេលដែលកញ្ញាយ៉ាឈិនបានយកចិត្តទៅកាន់ស៊ីនយ៉ាងនិងសំទោសទៅកាន់គេដើម្បីមិននេះគេបានមើងងាយទៅកាន់ស៊ីនយ៉ាងនោះឯងហើយនិយាយដាច់ចឹងថាគេមិននឹកស្មានថាសមត្ថភាពរបស់ស៊ីនយ៉ាងខ្លាំងខាត់នឹងនោះទេស៊ីនយ៉ាងក៏បានធ្វើអន់ចិត្តហើយគេមិនទទួលយកអំពីការសំទោសរបស់នាងនោះឡើយឬក៏បានដើរទៅចិត្តសត្វស្វាដែលបានស្លាប់នោះខ្វល់យកបដូនរបស់វាចេញមកដើម្បីជាផតតានៅក្នុងការអះអាងនៅពេលចេញមកខាងក្រៅថាសត្វមួយនេះគឺបានស្លាប់បាត់ហើយអ្វីដែលកាន់អស្ចារ្យនៅពេលនេះក៏ស្រាប់តែលេចរៀងឡើងជាមួយនឹងគុជម្យ៉ាងដែលចេញមកពីមាត់ស្វានោះដែលវាអាចមានសមត្ថភាពនៅក្នុងការពង្រឹងកម្រិតទី2របស់គេឬក៏កម្រិតខ្ពស់ជាងនេះបានហើយចាប់ផ្ដើមរក្សាទុកវាបន្ទាប់មកកញ្ញាយ៉ាឈិនបានមកសុំទោសគេម្ដងទៀតដែលមកលើនេះគឺទន់ភ្លន់មែនទែនថែមទាំងឲ្យលំទោនទៀតផងនិងថែមទាំងនិយាយទៀតថាប្រសិនបើស៊ីនយ៉ាងអត់ទោសឲ្យនាងនឹងប្រកបគ្រប់យ៉ាងដើម្បីឲ្យស៊ីនយ៉ាងនឹងសប្បាយចិត្តនៅអ្វីដែលគេចង់បានស៊ីនយ៉ាងលឺចឹងបានអោនទៅចិត្តនាងធ្វើនាងមុខឡើងក្រហមនិងគិតថាតើគេចង់បានអីយ៉ាងណាគេតែអត់ទោសឲ្យនាងដដែលនឹងចាប់ផ្ដើមចាក់ចេញពីទីនេះបាត់ទៅទស្សនភាពនៅខាងក្រៅរោងចក្រណាវិញអាប៉ែកបាត់តឡោកំពុងតែរោងចក្រសាលាអន្តរសាហ្មងកំពុង
ងតែភ័យផងហ្នឹងពួកអត់ដៃនៅខាងក្រៅហ្នឹងវាបានចាប់ដើមបន្ថែមលបោយថាផែជាស្លាប់បាត់ហើយមើលទៅបានជាមិនចេញមកអញ្ចឹងតែវាពិតជាអស្ចារ្យមែនទែនដែលស៊ីនយ៉ាងបានត្រឡប់មកស្របពេលដែលពួកគេកំពុងនិយាយពាក្យនេះឡើងនិងធ្វើការសំទោសដែលបានធ្វើពួកគេហ្នឹងគឺខកចិត្តព្រោះគិតថាគេនឹងស្លាប់ប៉ុន្តែគេមិនតបមកស្លាប់នោះឡើយអពេកបាត់ត្រឡប់ពិតជាបារម្ភទៅកាន់មែនទែនថាតើមានរបួសអត់បើមិនចឹងទៀតទៅពេទ្យលឿនទៅស៊ីនយ៉ាងបានប្រាប់ដំណើរដើមតងដែលគេបានសម្លាប់សត្វនោះបានទៅជោគជ័យពូឆៃបានចេញមកខាងក្រៅហើយគេចាប់ដើមយកជាមួយនឹងបេះដូងរបស់សត្វនោះឲ្យទៅកាន់គាត់ឲ្យបានឃើញគាត់បានពិនិត្យមើលនិងឃើញថានេះគឺពិតជាបេះដូងរបស់បិសាចនឹងពិតមែនហើយគាត់ចាប់ដើមឈៀបឲ្យយ៉ាងខ្លាំងនៅពេលដែលស៊ីនយ៉ាងអាចធ្វើរឿងនេះបានព្រោះគាត់បោះស្ដីបន្ទោសទៅកាន់កូនចៅរបស់គាត់អា3ក្បាលនោះថាពួកឯងដូចជាអត់បានការសោះហ្មងដល់ចាញ់ទាំងស៊ីនយ៉ាងដែលមានត្រឹមតែកម្រិតទី2ទៅប៉ុណ្ណោះអាចយកឈ្នះជាមួយនឹងបិសាចមួយនោះបានបន្តមកទៀតគាត់បានចាប់ដើមផ្ដល់រង្វាន់ដ៏អស្ចារ្យមួយដែលចាប់ពីពេលនេះទៅស៊ីនយ៉ាងបានឡើងតំណែងខ្លាយទៅជាអ្នកអនុវត្តច្បាប់កម្រិតមធ្យមនិងថែមទាំងទទួលបានជាមួយនឹងដៅដ៏អស្ចារ្យពីគាត់ទៀតផងធ្វើពួកនេះក៏ពិតជាមានការចំណាយទៅការស៊ីនយ៉ាងមែនទែនដែលហេតុដែលពូឆៃឲ្យទៅការស៊ីនយ៉ាងនោះក៏ជាដែលពួកគេប្រាថ្នាចង់បានដូចគ្នាស៊ីនយ៉ាងបានតេស្តជាមួយនឹងដាវមួយនេះឬហើយក៏បានបញ្ចូលវានៅក្នុងរាងកាយរួចអរគុណទៅកាន់ពូឆៃហើយពូឆៃក៏បានសរសើរគេម្ដងទៀតថាឯងក៏ពិតជាអស្ចារ្យខ្លាំងណាស់រួចពូឆៃក៏បានចាត់ចេញទៅកន្លែងធ្វើការរបស់គាត់បាត់ទៅពួកអត់ដៃក៏បានចេញដូចគ្នាដែលធ្វើឲ្យស៊ីនយ៉ាងពិតជាមួយមកមែនទែនថាដែលបានចំពោះវាមិនគោរពគេជាមេអញ្ចឹងនិយាយមកដល់គឺពួកវានៅតែមិនស្ដាប់និងចាប់ដើមគំរាមថាតើពួកឯងចង់ស៊ីដាវរបស់យើងមែនទេលឺចឹងពួកវាក៏ពិតជាភ័យមែនទែនចាប់ដើមមកគោរពស៊ីនយ៉ាងទាំងអស់ដល់ពេលគេច្រើនទៅគេក៏បានខឹងហើយក៏បានចាប់ដើមរំសាយឲ្យពួកនោះទៅធ្វើការងាររបស់ពួកគេវិញទន្ទឹមក្រោយមកនៅពេលនេះអពេកបាត់ត្រឡប់ក៏ពិតជាមានការភ័យខ្លាំងមែនទែននិយាយទៀតថានៅពេលនេះគូស្ត្រីរបស់យើងបានមកដល់ទៀតហើយតែនោះគឺជាក្រុមរបស់ជីសៃនោះឯងមកសងសឹកដែលស៊ីនយ៉ាងបានយកតែស៊ុយបិសាចយកទៅឲ្យគេឃើញចឹងស៊ីនយ៉ាងមិនបានភ័យសម្បីតែបន្តិចដល់តែរយៈជីសៃបាននិយាយទៀតថាតើលោកម្ចាស់ត្រូវការហូរទៅស៊ុយទៀតមែនដែលធ្វើជីសៃពិតជាមុំម៉ៅមែនទែនអានេះមកឌឺទៀតឲ្យសັບដោមសួរទៅកាន់គេថាតើឯងមានបានដាក់ថ្នាំប៉ូលីអតបានធ្វើឲ្យស៊ីនយ៉ាងនៅពេលនេះចាប់ដើមសម្ដែងធ្វើដូចជាភ្ញាក់ផ្អើលដែលមិននឹកស្មានថានៅក្នុងហូរទៅស៊ុយមានថ្នាំប៉ូលសោះកំហឹងរបស់ជីសៃកាន់ឡើងម្ដងហើយម្ដងទៀតរហូតធ្វើពេលនេះគេបានបបួលស៊ីនយ៉ាងវាយមួយស្មើតែកូនចៅពីក្បាលណាវិញក៏បាននិយាយផងដែរថានឹងគ្មានគីឡូជាមួយនឹងមេរបស់គេនោះទេនឹងស្ទើរតែនិយាយទៀតថាគេនឹងសម្លាប់ស៊ីនយ៉ាងថ្ងៃនេះឲ្យបានទៀតផងនិយាយបានផងនៅពេលនេះស៊ីនយ៉ាងដាក់មកដៃចុងកណ្ដាលពោះធ្វើឲ្យជីសៃប៉ងឈឺចុកចាប់មែនទែនដែលចាចេញពីទីនេះយ៉ាងរំភើយចំណែកបដោជីសៃអណោវិញក៏បានឲ្យកូនចៅរបស់គេនាំទៅពេទ្យម្ដងទៀតនៅខែបន្ទាប់ស៊ីនយ៉ាងក៏បានដើរចូលទៅក្នុងបន្ទប់របស់លោកពូឆៃដែលនៅពេលនេះក៏មានបេសកកម្មមួយដែលចង់ឲ្យស៊ីនយ៉ាងទៅធ្វើផងដែរទីកន្លែងនោះគឺជាកន្លែងភ្នូខ្មោចហើយក៏បានចាប់ដើមនិយាយទៅកាន់ស៊ីនយ៉ាងរឿងឪពុកម្ដាយរបស់គេដែលបានស្លាប់នេះគឺជារឿងសម្ងាត់ដែលពូឆៃប្រាប់ទៅកាន់ស៊ីនយ៉ាងដែលថាឪពុកម្ដាយរបស់គេប្រហែលជាមិនទាន់ស្លាប់នោះទេព័ត៌មានដែលបានលេចឡើងថាពួកគាត់ស្លាប់នោះគឺមិនពិតនោះឡើយក៏ព្រោះថាសាកសពគឺមិនបានរកឃើញដូច្នេះប្រកាសណាស់គាត់បានចាត់ចែងការពីពេលនោះទៅកន្លែងផ្សេងភៀសខ្លួនដើម្បីរួចជីវិតស៊ីនយ៉ាងពិតជារីករាយក៏ដូចជាភ្ញាក់ផ្អើលខ្លាំងមែនទែនចំពោះដំណឹងមួយនេះនឹងចាប់ដើមសុំការអនុញ្ញាតពីពូឆៃដើម្បីធ្វើរកពុកម្ដាយរបស់គេបន្ទាប់ពីស៊ីនយ៉ាងបានសុំការអនុញ្ញាតពីពូឆៃនៅក្នុងការទៅធ្វើរកហើយនោះគេចាប់ដើមដើរចេញពីការិយាល័យនិងសម្ដៅទៅកន្លែងនោះតែម្ដងកំណងពេលដែលស៊ីនយ៉ាងកំពុងតែចាត់ចែងនោះពូឆៃបាននិយាយខិបសិបម្នាក់ឯងថាឪពុកម្ដាយរបស់គេពិតជាសំណាងណាស់ដែលមានកូនចេះដឹងគុណក៏ដូចជាចំណត់ថតបែបនេះបើយើងក៏លើទៅមើលសញ្ញាណនោះវិញនៅពេលនេះគេក៏ទៅដល់នៅកន្លែងវារហោឋានដែលពោពេញទៅដោយភ្នូខ្មោចនៅទីនោះពិតជាស្កប់ស្ងាត់និងគួរឲ្យខ្លាចទៀតផងបូករួមជាមួយទស្សនវិជ្ជាអាប់ចុចជាច្រើនដែលបណ្ដាឲ្យគេនៅពេលនេះពិបាកនឹងខំខានមើលផ្លូវដោយហេតុគឺដូច្នេះគេចាប់ដំដកដៃរបស់គេចេញមកដើម្បីការពារខ្លួនយេដូចនៅអ្វីដែលគេបានក្រុងទុកពិតមែនដែលសត្វទៅពេលនេះក៏បានពលឺឡើងជាមួយនឹងសម្លេងតគួរខ្លាចនៅក្បែរខ្លួនរបស់គេដែលសម្លេងនោះគឺជាខ្មោចឆៅស្រីសញ្ញាឃើញចឹងអត់មានភ័យមិនបន្តិចកាន់ដាវដែលពូឆៃឲ្យហក់ទៅសម្លាប់វាกับខ្លួនចំបីបំដាវគឺនៅតែមិនងាប់ទៀតដូច្នេះគេចាប់ដើមប្រើកម្លាំងរបស់គេវិញម្ដងបូករួមជាមួយនឹងធម្មពលដាក់ម្ដាយចំពោះចាប់សក់ជាប់និងជន់វាទៅលើដីនិងចាប់ដើមគំរាមឲ្យនាងជូនគេទៅកន្លែងភ្នំខ្មៅបុរាណបើមិនចឹងទេគេនឹងសម្លាប់នាងចោលហ្មងនាងបានយល់ព្រមហើយចាប់ដើមនាំគេទៅដោយរូបភាពបែបហ្នឹងឯងមួយសបកក្រោយមកស៊ីនយ៉ាងក៏បានទៅដល់កន្លែងច្រកទ្វារមួយបលែសក់របស់នាងនៅចាប់ដើមដើរចូលទៅក្នុងច្រកទ្វារមួយនោះខ្មោចឆៃស្រីនេះតែមានបំណងនៅក្នុងការចង់សម្លាប់គេដឹងមុនចាប់ដើមស្លាប់នាងបានមុនវិញបន្តដំណើររបស់គេនៅពេលនេះក៏បានមកដល់ក្នុងមកដល់ភ្លាមក៏បានឃើញពួកអត់ដៃដែលគេស៊ីប៉ែការពលឹងមុននោះឯងឃើញដូច្នេះចាប់ដើមរាក់ទាក់តែកម្ពុជា
ពុននោះក៏បានដើរតម្រង់មករកស៊ីនយ៉ាងនឹងស្រែកកំហុសយ៉ាងខ្លាំងថានាទីបំផុតយើងជួបគ្នាទៀតហើយគេនឹងសម្លាប់ស៊ីនយ៉ាងនៅបាត់នៅថ្ងៃនេះ3ទល់នឹង1ឃើញថាមិនអាចឈ្នះបាននៅទេស៊ីនយ៉ាងក៏ពិតជាឆ្លាតមែនទែនបានប្រើពាក្យសម្ដីទៅកាន់អបិសក់ឆេះដែលជាមេធំគេនឹងថាពួកឯងមានគ្នាដល់តែ3នាក់មិនតែប៉ុណ្ណោះថែមទាំងមានកម្រិតធម៌ពលលើសគេទៀតផងតែវាគួរតែខ្មាស់គេដែរទេដែលអ្នកកម្លាំងខ្លាំង3នាក់មកប្រយុទ្ធជាមួយអ្នកកម្លាំងសោយតែម្នាក់នោះឬចឹងអាមេសក់ក្រហមបានមូម៉ៅមែនទែនដេញកូនចៅគេចេញនឹងប្រយុទ្ធជាមួយនឹងស៊ីនយ៉ាងមួយស្មើក្តាប់ដល់ទាំងពីរដាក់ទល់គ្នានឹងបង្កើតបានជាធម៌ពលចេញមកស៊ីនយ៉ាងបានសោយនៅពេលនេះដោយសារតាវាចូលល្បីកលរបស់គេហើយវាបានហប់មកហើយស៊ីនយ៉ាងយកដៃរងវាចាប់តាប់ចាប់អោបដោយមិននឹកស្មានថាស៊ីនយ៉ាងអាចទប់ទល់ជាមួយនឹងកម្លាំងខ្លាំងក្លារបស់វាបានសោះត្រៀមប្រយុទ្ធម្ដងទៀតហើយនឹងត្រូវបានកញ្ញាយ៉ាឈៀនមករេស្ទាអបិនឹងបានងាកទៅមើលនាងឆ្លើយកាន់នេះផងដែរស៊ីនយ៉ាងបានដាក់ម្ដាយចំកណ្ដាលធ្វើវាឡើងវាចាប់កោជើងវាជាប់នឹងអូដើម្បីបន្តដំណើរទៅខាងមុខទៀតអបិនឹងក៏ដូចជាភ័យមែនទែននឹងបានសួរស៊ីនយ៉ាងថាតើចង់បានអីគេឲ្យទាំងអស់ឲ្យតែលែងគេទៅដល់ជ្រើបន្តិចក៏បានលឺសម្រែកដ៏ខ្លាំងម្ដងទៀតបានកាត់ឡើងដែលចេញមកអំពីក្តាមមឈូដែលធ្វើក្តាមមឈូចាប់ដំរង្គើអស់ព្រឹត្តិពីរដូចខឹងពីណាគេមកពីណាអញ្ចឹងក្តាមមឈូក៏បានបើកឡើងនៅបង្ហាញអំពីបិសាចក្នុងឆ្អឹងមួយឬដូចប្រែតអញ្ចឹងណាមានវាឡើងប្រព័ន្ធណានៃអបនេះចាប់ដំនិយាយទៅកាន់ចខ្មោចថាជួយខ្ញុំផងខ្ញុំមិនតន់ចង់ស្លាប់នោះទេព័ត៌មានរបស់អញ្ញឈិនមកម្ដងទៀតនឹងចាប់ដើមប្រយុទ្ធតតាំងជាមួយនឹងសាច់ខ្មោចនោះប៉ុន្តែនៅតែមិនអាចធ្វើឲ្យវាបានដដែលជីវិតរបស់សាច់ខ្មោចដាក់ដល់ចក្រមបន្តិចបង្កប់បានជាចំហាយធម្មពលរួចបានបង្ហាញជាមួយនឹងដាវរបស់វាចេញមកយ៉ាឈិននៅតែបន្តនៅក្នុងកាប់បាញ់ទៅលើវាខ្មោចឆ្អឹងបានដំដាវបានធ្វើចំហាយធម្មពលបាត់ទៅលើនាងជាយ៉ាងណាវិញក៏បាននឹកឃើញថាការពលឹកមុននាងបាននិយាយទៅកាន់គេមិនចង់ឲ្យគេលុកលាន់ចំពោះការប្រយុទ្ធគ្នារវាងនាងជាមួយនឹងណាផ្សេងនោះឡើយនិយាយទៅបងឡើយដូចជាអត់ចង់ជួយនោះទេប៉ុន្តែចិត្តមិនដាច់ដូច្នេះហើយនៅតែបន្តចូលទៅប្រយុទ្ធដើម្បីជួយនាងដដែលខ្មោចឆ្អឹងបានទៅចិត្តនឹងមកម្រងនៅក្នុងការសម្លាប់នាងត្រូវបានស៊ីនយ៉ាងហក់ទៅជួយនិងចាប់ដើមបែបភេទជាច្រើនដែលបានធ្វើខ្មោចនោះវាកាប់ខុយយកដៃចេញនិងឲ្យ system upgrade ដៃរបស់គេឲ្យខ្លាំងជាងមុនអាប់រីហើយចាប់ដើមចុចដៅចាក់ទម្លុះលលាក្បាលរបស់វាធ្លាយពីម្ខាងទៅម្ខាងធ្វើវាបាំងងាប់ម្ដងទៀតទៅដោយរដងអញ្ចឹងបន្ទាប់ពីការស្លាប់របស់សត្វសាហាវដែលទទួលបានជាមួយនឹងគុជក៏ដូចជារបស់បោះផ្សេងស៊ីនយ៉ាងបានយកវាទៅរក្សាទុកនៅក្នុងខ្លួនរូបភាពនៃការស្លាប់មួយនេះបានធ្វើឲ្យអូនយ៉ាឈិនជាហេតុធ្វើអូនយ៉ាឈិនកាន់តែភ្ញាក់ផ្អើលស៊ីនយ៉ាងបានទៅជិតស្ដេចខ្មោចនោះនិងឆែកមើលថាតើមានរបស់អ្វីដែលគេអាចយកបានទៀតស្ទាបចុះស្ទាបឡើងគឺក៏បានឃើញជាមួយនឹងរបស់ម្យ៉ាងដែល system បាននិយាយទៅកាន់គេថាវាមានសមត្ថភាពពិសេសនៅក្នុងការអាចបិទចលនារបស់បិសាចក្នុងពេលណាមួយឬក៏អាចនិយាយបានថាជាពេលបណ្ដោះអាសន្ននិងមួយទៀតគឺជាផ្លាកសញ្ញាមិនដឹងថាជាផ្លាកសញ្ញាអីនោះទេ system បានអវសាទរទៅកាន់គេដែលថានៅពេលនេះទទួលបានជាមួយនឹងកំណប់ដ៏អស្ចារ្យបិសកហមក៏ជ្រុកនឹងក៏បាត់ដើមបំផុតដែរក្នុងការស្វែងរកក្រែងលបបានមួយគេមួយយេបើមួយប៉ុន្មានប៉ុន្តែនោះមិនដឹងជាអីនោះទេបានហោះជាពីមាត់របស់សក្មោនោះអូខេ